នៅឃុំកំពង់ឃ្លាំងទឹកដីនិងព្រៃលិចទឹកគឺជាប្រភពដ៏សំខាន់ដែលបានផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋអស់រយៈពេលជាយូរឆ្នាំមកហើយប៉ុន្តែបច្ចុប្បន្ននេះប្រភពធម្មជាតិនេះកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុខ្ញុំឈ្មោះមីមីខ្ញុំមានអាយុ21ឆ្នាំខ្ញុំធំឡើងនៅក្នុងឃុំមួយដែលជាតំបន់ព្រៃលិចទឹកនៅក្នុងឃុំនឹងប្រជាពលរដ្ឋភាគច្រើនគាត់ប្រកបមុខរបរនេសាទការអូលីអូខ្ចៅហើយនៅមានមុខរបរផ្សេងទៀតជាច្រើនខ្ញុំចូលរៀនយឺតជាងក្មេងដទៃដោយសារពេលហ្នឹងម៉ែខ្ញុំគាត់ដាក់ឲ្យខ្ញុំរៀនខ្ទង់អាយុ7 8ឆ្នាំហ្នឹងឯងហើយនៅពេលដែលខ្ញុំរៀនដល់ថ្នាក់ទីខ្ទង់ទី9ទី10 11អីម៉ែខ្ញុំគាត់ចង់ឲ្យខ្ញុំឈប់រៀនដោយសារអត់សូវមានលុយហើយប៉ាខ្ញុំឈឺត្រូវការលុយទៅមើលប៉ាខ្ញុំតែពេលហ្នឹងខ្ញុំអត់ឈប់ទេហើយប៉ាខ្ញុំក៏គាត់អត់ឲ្យឈប់ដែរចាប់ពីពេលហ្នឹងមកទៅម៉ែខ្ញុំគាត់យល់ព្រមដែរគាត់ឲ្យខ្ញុំរៀនរហូតដល់ចប់ទី12មីជឿជាក់ថាបើគ្មានការលើកទឹកចិត្តពីឪពុករបស់គាត់ទេមីប្រហែលជានៅធ្វើការងារផ្ទះជាមិនខានម៉ែមើលខ្ញុំរូបថតណារូបថតខ្ញុំថតណារូបប៉ាថ្ងៃវាបានដែរដូចថាពីកៅទឹកច្រើនយើងហៅបានត្រឹម10គីឡូដល់ពេលទឹកស្រក់ទៅអញ្ចឹងយើងហៅបានត្រឹម5គីឡូអីចឹងពីមុនទឹកទន្លេសាបយើងឡើងខ្លាំងអញ្ចឹងប្រជាពលរដ្ឋគាត់ពឹងផ្អែកទៅលើនេសាទជាធំកាលពីមុនយើងរកត្រីបានដល់ពេលឥឡូវយើងរកត្រីអត់សូវបានទេដោយសារតែទឹកពីមួយឆ្នាំទៅមួយឆ្នាំកាន់តែស្រកទៅអត់ទៀងទាត់ទេប្រហែលឆ្នាំក្រោយនេះវាឡើងដែរតែវាអត់ខ្លាំងដូចឆ្នាំមុននោះទេនេះវានៅតែត្រឹមនេះវាអត់ឡើងលេចទៀតដូចកាលឆ្នាំ4 5ឆ្នាំមុនបងដោយទៅនឹងសហគមន៍ផ្សេងទៀតនៅជុំវិញបឹងទន្លេសាបដែរសហគមន៍កំពង់ឃ្លាំងកំពុងប្រឈមមុខនឹងកំណើនសីតុណ្ហភាពភ្លៀងធ្លាក់មិនទៀងទាត់និងការកើនឡើងនៃការបំពុលដែលគំរាមកំហែងដល់ជីវភាពរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយឃើញពីបញ្ហាទាំងនេះមីពិតជាមានការព្រួយបារម្ភពីអនាគតសហគមន៍កំពង់ឃ្លាំងរបស់គាត់ហើយមីពិតជាចង់មានឱកាសនៅក្នុងការចូលរួមធ្វើឲ្យសហគមន៍របស់គាត់មានភាពប្រសើរឡើងនៅក្នុងឆ្នាំ2024មីបានចូលរួមវគ្គបណ្ដុះបណ្ដាលពីអង្គការរស់នៅនិងសិក្សានៅកម្ពុជាក្រោមគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នាក្រោមជំនួយថវិកាពីរដ្ឋាភិបាលអៀឡង់មូលហេតុដែលខ្ញុំចូលខាងអង្គការហ្នឹងតាមរយៈមិត្តភ័ក្តិហ្នឹងទី1ខ្ញុំស្រឡឹងឃើញឃុំគិតការប្រើប្រាស់សាររបស់គិតគឺអត់សូវល្អទេគិតប្រើហើយគិតបោះពេលការតាមដងផ្លូវហើយទី2ខ្លួនខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំចង់បានបទពិសោធន៍ដូចជាចំណេះដឹងថ្មីប្លែកដូចជាអត់ដែលបានជួបពីមុនមកណាមួយខាងអង្គការហ្នឹងគិតមានបរិញ្ញាខាងបរិស្ថានដែរអញ្ចឹងវាល្អដែរបើសិនយើងចង់អភិវឌ្ឍឃុំរបស់យើងនឹងឲ្យកាន់តែស្អាតជាងពីមុននៅពេលដែលយើងបង្កើតក្រុមមុនដំបូងរឿងទី1នឹងគឺយើងណែនាំក្រុមរបស់យើងទៅឲ្យខាងឃុំស្គាល់សិនបន្ទាប់មកយើងរៀបគម្រោងមួយទៀតការផ្សព្វផ្សាយពីសារៈប្រយោជន៍នៃព្រៃឈើលិចទឹកផលបាក់នៃការបាត់បង់ព្រៃឈើលិចទឹកនិងផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកច្រើនហួសប្រមាណហើយមួយទៀតការទុកដាក់សារៈបានត្រឹមត្រូវនៅពេលដែលយើងធ្វើគម្រោងហ្នឹងយើងហៅដូចជាមេឃុំខាងបរិស្ថានសិស្សហើយនឹងប្រជាពលរដ្ឋឲ្យចូលរួមជាមួយយើងដែរដើម្បីគាត់ទទួលបានចំណេះដឹងពីយើងហើយយកទៅអនុវត្តនៅតាមភូមិរបស់គាត់ខ្ញុំឈ្មោះជុំស៊ីដេតខ្ញុំជាមន្ត្រីសម្របសម្រួលរបស់អង្គការរស់នៅនិងសិក្សានៅកម្ពុជាហើយបច្ចុប្បន្នធ្វើការនៅក្នុងខេត្តសៀមរាបផ្ដោតទៅលើគម្រោងភាពធន់ទៅនឹងអាកាសធាតុសម្រាប់ទាំងអស់គ្នាសម្រាប់គម្រោងភាពធន់ទៅនឹងអាកាសធាតុសម្រាប់ទាំងអស់គ្នាបានធ្វើការជាមួយនឹងអង្គការរស់នៅនិងសិក្សានៅកម្ពុជារយៈពេល2ឆ្នាំជាពិសេសយើងបានពង្រឹងសមត្ថភាពទៅលើយុវជនដែលមានចំនួនយ៉ាងហោចណាស់ក៏21រូបដែលមកពីឃុំទាំង5ហើយយើងបានពង្រឹងសមត្ថភាពទាំងនោះដូចជាភាពជាអ្នកដឹកនាំការដឹកនាំគម្រោង
ការគ្រប់គ្រងក្រុមរបស់គាត់ដើម្បីដឹកនាំគម្រោងរបស់គាត់ឲ្យបានជោគជ័យ ចំណុចចាប់ផ្ដើមគឺការចាញ់ពីយុវជនប៉ុន្មានអ្នកតែប៉ុណ្ណោះតែក្រោយមកវាក្លាយជាកិច្ចខិតខំប្រឹងប្រែងលក្ខណៈសហគមន៍ដែលមានការចូលរួមពីសិស្សានុសិស្សគ្រូនិងអាជ្ញាធរមូលដ្ឋាន ជាទូទៅយុវជនដែលគាត់ចុះទៅក្នុងសហគមន៍ពិតជាមានការលំបាកសម្រាប់គាត់បើសិនយុវជននៅក្នុងឃុំនឹងផ្ទាល់យើងនឹងទទួលបានមតិពីសហគមន៍ដែលគាត់តែងតែគិតថាយុវជននៅក្នុងភូមិគាត់ដែរហ្នឹងវាមិនមានចំណេះដឹងអីច្រើនទេណាការឆ្លើយតបបែបនេះវិញដោយសារតែមានការគ្រប់គ្រងពីអង្គការយើងអញ្ជើញគាត់មករៀនបានត្រឹមត្រូវហើយយើងបានផ្សព្វផ្សាយទៅឲ្យឃុំបានទទួលស្គាល់នៅពេលនោះខ្ញុំគិតថាបញ្ហានេះក៏វាកាត់បន្ថយបានផងដែរ បើទោះបីជាធនធាននិងពេលវេលាមានកំណត់ក៏ដោយប៉ុន្តែភាពធន់បានធ្វើឲ្យការងាររបស់ពួកគាត់បន្តទៅមុខជានិច្ច ទោះបីជាខ្ញុំចូលរៀនយឺតជាងក្មេងៗដទៃទៀតក៏ខ្ញុំនៅតែមានគោលបំណងក្តីស្រមៃខ្ញុំដូចដើមឥឡូវខ្ញុំបានចាប់អាហារូបករណ៍ដើម្បីទៅរៀននៅសាកលអញ្ចឹងនៅពេលដែលខ្ញុំរៀនបានចំណេះដឹងច្រើនអញ្ចឹងខ្ញុំត្រូវទៅយកមកអនុវត្តនៅក្នុងឃុំរបស់ខ្ញុំឲ្យកាន់តែរីកចម្រើនជាងមុនខ្ញុំក៏ចង់ឲ្យមានយុវជនដូចខ្ញុំហ្នឹងក៏ចូលរួមស្ម័គ្រចិត្តក្នុងអង្គការដើម្បីយកចំណេះដឹងហ្នឹងមកអភិវឌ្ឍក្នុងឃុំអញ្ចឹងខ្ញុំចង់ឲ្យគាត់ចូលរួមទាំងអស់គ្នាជាធ្លុកមួយដើម្បីអភិវឌ្ឍក្នុងឃុំរបស់យើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ ខ្ញុំគិតថាប្រសិនបើមានគម្រោងឬក៏មានការគ្រប់គ្រងបែបនេះទៅយុវជនជាបន្តទៀតខ្ញុំគិតថាវាជាឱកាសល្អសម្រាប់ពួកគាត់ហើយនឹងជាការចូលរួមចំណែកមួយដ៏ធំនៅក្នុងប្រទេសជាតិរបស់យើង